នៅពេលពិធីជប់លៀងនៅក្នុងរាជវាំងឃាតករលាក់ខ្លួនធ្វើជាអ្នកបម្រើពីរនាក់បានព្យាយាមធ្វើឃាតអធិរាជអង្គរៈបានការពារអធិរាជប៉ុន្តែអង្គម្ចាស់នៅខាងក្នុងគ្មានអ្នកការពារទេខ្ញុំបានយកកែវស្រាធ្វើជាអាវុធបោះទៅលើឃាតករហើយរត់ទៅការពារអង្គម្ចាស់អង្គរៈបានមកទាន់ពេលហើយចាប់ឃាតករបានអធិរាជពេញចិត្តខ្លាំងណាស់ហើយសួរខ្ញុំថាកញ្ញាប្រាប់ខ្ញុំមកតើអ្នកចង់បានរង្វាន់អ្វីក៏ដោយខ្ញុំនឹងផ្ដល់ឲ្យអ្នកមនុស្សទាំងអស់នៅរាជធានីដឹងថាខ្ញុំស្រឡាញ់អង្គម្ចាស់ទី1ពួកគេគិតថាខ្ញុំនឹងសូមរៀបការជាមួយគាត់ខ្ញុំក៏មើលទៅគាត់សម្លៀកបំពាក់ពណ៌លឿងមាសធ្វើឲ្យគាត់មើលទៅមានអំណាចនិងស្រស់ស្អាតយ៉ាងខ្លាំងខ្ញុំគិតថាបើសុំក៏មិនខុសដែរខ្ញុំធំឡើងជាមួយគាត់ខ្ញុំស្រឡាញ់គាត់ពិតអ្វីក៏ដោយកុំសុំរៀបការជាមួយអង្គម្ចាស់ឡើយអ្នកនាងជាទីស្រឡាញ់អង្គម្ចាស់មានមនុស្សដែលគាត់ស្រឡាញ់ពិតប្រាកដរួចហើយអង្គម្ចាស់ឆ្កួតនោះមិនចង់បាត់បង់ការគាំទ្រពីមហាជនទេប៉ុន្តែគាត់ក៏មិនអាចទ្រាំឲ្យមនុស្សដែលគាត់ស្រឡាញ់ក្លាយជាគូស្នេហ៍ថ្នាក់ទី2បានដែរខ្ញុំភ្ញាក់ផ្អើលណាស់ដែលអ្នកបម្រើនោះហ៊ានគិតអ្វីដល់ថ្នាក់នេះនៅមុខអធិរាជខ្ញុំបង្ខំខ្លួនឲ្យស្ងប់ហើយបង្វែរទៅមើលនាងប៉ុន្តែខ្ញុំឃើញថាបំមាត់នាងមិនបានកម្រើកសោះនាងឈរនៅទីនោះដោយបន្ទាបក្បាលយ៉ាងគោរពហើយមើលទៅមនុស្សនៅជុំវិញក៏មិនបានឮអ្វីដែរខ្ញុំទើបតែចាប់ផ្ដើមមានអារម្មណ៍ស្រួលចិត្តតែភ្លាមសំឡេងគំនិតរបស់នាងបានលាន់ឡើងវិញក្នុងខួរក្បាលខ្ញុំរឿងដំបូងដែលគាត់នឹងធ្វើបន្ទាប់ពីឡើងគ្រងរាជ្យគឺសម្លាប់គ្រួសាររបស់អ្នកទាំង9ជំនាន់ចំនួន742នាក់គាត់មិនទុកសូម្បីតែឆ្កែកំពុងបំបៅកូននៅផ្ទះផងពាក្យសម្លាប់9ជំនាន់នោះដោយភ្លេចបន្ទោបាញ់ចូលក្នុងខួរក្បាលខ្ញុំបង្ខំខ្លួនឲ្យស្ងប់ហើយសង្កេតមើលអង្គម្ចាស់យ៉ាងប្រុងប្រយ័ត្នខ្ញុំឃើញគាត់បែរមើលទៅទិសណាមួយទោះបីមានចម្ងាយពីនាងក៏ដោយខ្ញុំអាចឃើញច្បាស់ថាស្ត្រីនោះកំពុងយំយ៉ាងគួរឲ្យអាណិតអង្គម្ចាស់ដែលមុខរឹងដូចភ្នំតកតែឥឡូវភ្នែកពោពេញដោយអារម្មណ៍ពួកគេទាំងពីរពិតជាស្រឡាញ់គ្នាយ៉ាងជ្រាលជ្រៅដោយដែលអ្នកបម្រើបានគិតប្រហែលជាខ្ញុំមើលគាត់ខ្លាំងពេកដូច្នេះគាត់ដឹងខ្លួនហើយបង្វែរមកវិញខ្ញុំជួបភ្នែកគាត់ហើយឃើញការស្អប់តិចមួយនៅក្នុងនោះដូច្នេះការមិនស្រឡាញ់ខ្ញុំរបស់គាត់គឺច្បាស់បែបនេះទេគួរឲ្យស្អប់ណាស់ខ្ញុំត្រូវបានបិទភ្នែកដោយសេចក្តីស្រឡាញ់របស់ខ្លួនឯងហើយចិត្តបំផ្លាញគ្រួសារទាំងមូលអធិរាជមិនបានបន្ទោសខ្ញុំទេគាត់សួរខ្ញុំម្ដងទៀតយ៉ាងអត់ធ្មត់ថាខ្ញុំចង់បានរង្វាន់អ្វីឪពុកខ្ញុំបានចាប់ដៃខ្ញុំពីខាងក្រោយដើម្បីរំលឹកខ្ញុំបាននិយាយភ្លាមថាខ្ញុំចង់បានញយញួរពេលឮបែបនេះឪពុកខ្ញុំចាប់ផ្ដើមក្អកយ៉ាងខ្លាំងមិនអាចគ្រប់គ្រងបានខ្ញុំបារម្ភថាគាត់អាចក្អករហូតដល់ស្លាប់មើលមុខមនុស្សគ្រប់គ្នាដែលភ្ញាក់ផ្អើលខ្ញុំបាននិយាយម្ដងទៀតថាខ្ញុំបានឮថាព្រះរាជាណាចក្រមួយបានផ្ញើញួរជាអំណោយខ្ញុំចង់បានវាយូរហើយសូមព្រះអម្ចាស់ប្រទានវាឲ្យខ្ញុំផងខ្ញុំកើតមកមានកម្លាំងអស្ចារ្យអាយុ3ឆ្នាំខ្ញុំអាចទាញធ្នូធ្ងន់បានអាយុ5ឆ្នាំខ្ញុំអាចលើកសត្វតោថ្មនៅមុខផ្ទះយោធាអាយុ7ឆ្នាំក្នុងការប្រកួតទាញខ្សែខ្ញុំអាចឈ្នះពូ20នាក់ដែលជាមន្ត្រីយោធាយ៉ាងងាយខ្ញុំស្គាល់អាវុធទាំងអស់ប៉ុន្តែវាស្រាលដូចរោមសត្វសម្រាប់ខ្ញុំដោយសារកម្លាំងចម្លែកនេះអាវុធទាំងនោះមិនសូវសមស្របសម្រាប់ខ្ញុំឡើយឪពុកខ្ញុំសប្បាយចិត្តណាស់គាត់និយាយថាខ្ញុំមានវិញ្ញាណដូចគាត់ប៉ុន្តែម្ដាយខ្ញុំបារម្ភថាកម្លាំងនេះនឹងបំផ្លាញកេរ្តិ៍ឈ្មោះនិងអនាគតអាពាហ៍ពិពាហ៍ខ្ញុំពេលខ្ញុំនៅតូចខ្ញុំមិនអាចគ្រប់គ្រងកម្លាំងបានម្ដងនោះខ្ញុំបានបំផ្លាញសម្លៀកបំពាក់អង្គម្ចាស់ដល់ថ្នាក់គាត់ស្ទើរតែអាក្រាតគាត់តែងនិយាយថាខ្ញុំរឹងមាំដូចបរោះមិនដូចស្ត្រីទន់ភ្លន់ដទៃទេឥឡូវនេះគិតឡើងវិញអង្គម្ចាស់មិនដែលស្រឡាញ់ខ្ញុំឡើយវាគ្រាន់តែជាការស្រមៃរបស់ខ្ញុំអារម្មណ៍ជូរចត់ពេញទ្រូងខ្ញុំប៉ុន្តែសំណាងល្អកំហុសធំមិនទាន់កើតឡើងនៅមានពេលកែប្រែបានដោយគិតថាមិនគួរបោះបង់ឱកាសល្អព្រោះមិនអាចសុំរៀបការខ្ញុំសុំញយញួរក៏មិនអាក្រក់ដែរខ្ញុំចង់ដឹងអំពីវាយូរហើយអធិរាជបានយល់ព្រមហើយប្រទានញយញួរឲ្យខ្ញុំព្រមទាំងមាស1000ដុំខ្ញុំនៅក្នុងរទេះចាប់ញយញួរដូចជាកំពុងសុបិនអ្នកបម្រើខ្ញុំមានសេចក្តីសុខជាងមុនល្អណាស់គ្រួសារអ្នកមិនត្រូវបានសម្លាប់ទេយប់នេះខ្ញុំនឹងយំបាយបន្ថែម1ចានអត់ទេ2ចានសំឡេងរីករាយរបស់នាងបានធ្វើឲ្យបេះដូងខ្ញុំស្រាលឡើងផងដែរគ្រួសារខ្ញុំនៅរស់សុវត្ថិភាពវាសំខាន់ជាងអ្វីទាំងអស់កូនស្រីពុកគិតថាកូននឹងសុំអធិរាជឲ្យរៀបការជាមួយអង្គម្ចាស់មិនគិតថាអ្នកមិននិយាយអ្វីសោះឪពុកខ្ញុំសួរដោយសង្ស័យខ្ញុំឆ្លើយថាពុកមិនមែនអ្នកតែងតែប្រឆាំងមិនឲ្យខ្ញុំទៅតាក់ទងជាមួយអង្គម្ចាស់ទេឬឪពុករៀងស្ទាក់ស្ទើរបន្តិចមុននឹងនិយាយចេញមកទោះបីឪពុកជាមនុស្សរឹងមាំនិងត្រង់ប៉ុណ្ណាក៏ខ្ញុំអាចឃើញថាកូនពិតជាស្រឡាញ់អង្គម្ចាស់ប៉ុន្តែក្នុងនាមជាមេយោធាពុកកាន់អំណាចយោធាធំអធិរាជមិនចូលចិត្តឲ្យគ្រួសាររបស់អង្គម្ចាស់ក្សត្រីអនាគតមានអំណាចខ្លាំងពេកទេសម្រាប់ឪពុកអំណាចយោធាមិនសំខាន់ឡើយ
បើកូនពិតជាបានក្លាយជាអង្គម្ចាស់ក្សត្រីឪពុកនឹងប្រគល់ត្រាយោធាត្រឡប់ទៅអធិរាជវិញហើយចូលនិវត្តន៍ទៅរស់នៅជនបទកូនស្រីជាទីស្រឡាញ់របស់ពុកបេះដូងរបស់អង្គម្ចាស់មិននៅជាមួយកូនទេបើកូនចូលទៅនៅក្នុងរាជវាំងខាងកើតដោយគ្មានសេចក្តីស្រឡាញ់និងការការពារពីអង្គម្ចាស់ក្សត្រីកូននឹងជួបជីវិតពិបាកជាក់ជាមិនខានម្ដាយកូននិងឪពុកមិនចង់ឲ្យកូននៅកន្លែងនោះទេលើសពីនេះទៅទៀតកូនស្រីរបស់យើងគួរតែបានបុរសល្អបំផុតក្នុងលោកត្រឹមតែពេលមាននរណាម្នាក់ដែលព្យាបាលកូនដូចជាអ្នកមានតម្លៃដូចពេជ្រឪពុកម្ដាយព្រមឲ្យកូនរៀបការបើមិនដូច្នោះទេកូនអាចនៅក្នុងគេហដ្ឋានមេតបនេះជារៀងរហូតយើងមានប្រាក់គ្រប់គ្រាន់ដើម្បីថែរក្សាកូនបានពេញមួយជីវិតពេលខ្ញុំឮពាក្យរបស់ឪពុកខ្សែអារម្មណ៍ចុងក្រោយក្នុងចិត្តខ្ញុំបានប្រែក្លាយជាទឹកភ្នែកហើយសេចក្តីស្រឡាញ់របស់ខ្ញុំចំពោះអង្គម្ចាស់ត្រូវបានបំបត្តិទាំងស្រុងឪពុកម្ដាយខ្ញុំមើលខ្ញុំដូចជាពេជ្រមិនអាចវាស់តម្លៃបានប៉ុន្តែមនុស្សដែលខ្ញុំស្រឡាញ់វិញមើលខ្ញុំដូចជាអ្វីដែលគួរឲ្យស្អប់ខ្ពើមឥឡូវនេះខ្ញុំមានអំណរគុណយ៉ាងខ្លាំងដែលខ្ញុំមិនបានសុំរៀបការកុំបារម្ភខ្ញុំមិនមានអារម្មណ៍ចំពោះអង្គម្ចាស់ទៀតទេខ្ញុំសាក់លើញួរនោះដើម្បីសាក់ទម្ងន់វាពិតជាញួរល្អមួយពុកពេលត្រឡប់ដល់ផ្ទះយើងប្រកួតគ្នាមួយទៅហេកូនស្រីឪពុកខ្ញុំភ្ញាក់ផ្អើលចំពោះអារម្មណ៍ដែលផ្លាស់ប្ដូរលឿនរបស់ខ្ញុំសូមអត់ទោសឲ្យឆ្អឹងចាស់ៗរបស់ឪពុកផងឪពុកនៅចង់រស់នៅជាមួយម្ដាយកូនបន្តិចទៀតពុកនាំកូននៅជំរំយោធាខាងមុខដើម្បីឲ្យកូនទៅលេងជាមួយបងប្រុសបានតែពេលខ្ញុំទើបចូលដល់ជំរំខ្ញុំឃើញមនុស្សទាំងអស់រត់ទៅភ្នំខាងក្រោយដោយមុខពោពេញដោយការព្រួយបារម្ភខ្ញុំឈប់មនុស្សម្នាក់ហើយសួរមានអ្វីកើតឡើងអង្គម្ចាស់ទី9និងមេទ័ពត្រូវបានវាយប្រហារនៅភ្នំខាងក្រោយយើងកំពុងទៅជួយពួកគេបន្ទាប់ពីនិយាយចប់គាត់រត់ចេញភ្លាមបើមានអ្វីកើតឡើងចំពោះអង្គម្ចាស់ទី9នៅក្នុងជំរំរបស់បងខ្ញុំនោះបងខ្ញុំនឹងត្រូវទទួលទោសពីការធ្វេសប្រហែសបើស្រាលគឺត្រូវណាន់ដេញចេញបើធ្ងន់គឺអាចត្រូវកាត់ក្បាលខ្ញុំបាននិយាយទៅអ្នកបម្រើថារងចាំខ្ញុំនៅទីនេះខ្ញុំនឹងទៅជួយបងខ្ញុំមិនទាន់ឲ្យនាងនិយាយចប់ផងខ្ញុំបានរត់ទៅភ្នំខាងក្រោយជាមួយញញួររបស់ខ្ញុំឪពុកខ្ញុំបានបង្រៀនខ្ញុំអំពីជំនាញតាមដានវាជាវិធីសាស្ត្រស៊ើបការមួយខ្ញុំបានសង្កេតស្នាមលើស្មៅខណៈដែលខ្ញុំកំពុងរត់មិនយូរប៉ុន្មានខ្ញុំបានរកឃើញអ្វីមួយមិនធម្មតាស្មៅនៅទីនេះទើបតែត្រូវបានគេដើរជាន់មានចំណុចឈាមតិចៗនៅលើស្លឹកមាននរណាម្នាក់រងរបួសស្នាមជើងមើលទៅស្រាលនិងមិនឋិតស្ថេរហើយមិនឆ្ងាយពីទីនេះទេនៅពីក្រោយគាត់មានមនុស្សប្រហែល4ឬ5នាក់កំពុងដេញតាមមនុស្សទាំងនោះមានជំនាញគុនខ្លាំងណាស់ពេលពួកគេចាប់ល្បឿនពួកគេទុកស្នាមតែស្រាលប៉ុណ្ណោះខ្ញុំចាប់ញញួរដែករបស់ខ្ញុំយ៉ាងរឹងមាំហើយរត់លឿនទៅមុខចុងក្រោយខ្ញុំបានឃើញពួកគេនៅចម្ងាយប៉ុន្មានរយម៉ែត្រមានបុរសបិទមុខ4នាក់កំពុងវាយប្រហារទៅមនុស្សម្នាក់នៅលើដីខ្ញុំស្រែកថាឈប់ម្នាក់ក្នុងចំណោមពួកគេបង្វែរមកហើយរត់មកវាយខ្ញុំភ្លាមខ្ញុំបានជន់ដីយ៉ាងខ្លាំងហោះឡើងលើអាកាសហើយយកញញួរដែកធំបង្កើតសំឡេងទន់ធ្ងន់ដោយសូបជុះបុរសនោះព្យាយាមជៀសគិតថាទម្ងន់ញញួរធ្ងន់នឹងធ្វើឲ្យចលនាខ្ញុំយឺតប៉ុន្តែខ្ញុំកើតមកមានកម្លាំងដូចទេវតាញញួរដៃធំនៅក្នុងដៃខ្ញុំស្រាលដូចកាំបិតតូចខ្ញុំកែទិសភ្លាមហើយវាយទៅលើវាមិនអាចជៀសបានទាន់ពេលទេគឺថាត្រូវចំតែម្ដងវាបានស្លាប់ភ្លាមដោយមិនទាន់សូម្បីតែស្រែកមួយសំឡេងនៅមុខកម្លាំងដ៏លើសលប់ពេលឃើញបែបនេះ3នាក់ដែលនៅសល់ប្រើជំនាញរត់លឿនរបស់ពួកគេដើម្បីគេចខ្លួនខ្ញុំដើរទៅរកមនុស្សនៅលើដីហើយជួយគាត់ឡើងសំណាងល្អគាត់រងរបួសតែជើងមិនប៉ះពាល់ដល់កន្លែងសំខាន់ទេមុខរបស់គាត់ស្លេកមកពីការបាត់បង់ឈាមច្រើនប៉ុន្តែវាធ្វើឲ្យគាត់មើលទៅស្រស់ស្អាតនិងទន់ភ្លន់ពិតប្រាកដណាស់គាត់ស្រស់ស្អាតជាងអង្គម្ចាស់បន្តិចទៀតផងខ្ញុំលេបទឹកមាត់យ៉ាងលំបាកហើយសួរថាអង្គម្ចាស់ទី9អ្នកមិនអីទេឬអង្គម្ចាស់ទី9ញញឹមតិចហើយនិយាយថាមិនអីទេអរគុណដែលអ្នកបានសង្គ្រោះខ្ញុំកញ្ញាអ្នកស្គាល់ខ្ញុំចម្លែកណាស់ខ្ញុំមិនចាំថាខ្ញុំធ្លាប់ជួបអង្គម្ចាស់ទី9ឡើយខ្ញុំបានឃើញកញ្ញា2-3ដងមកហើយតែភ្នែករបស់កញ្ញាតែងតែមើលតែអង្គម្ចាស់ប៉ុណ្ណោះគាត់និយាយប្រយោគចុងក្រោយនោះស្រាលខ្លាំងដល់ថ្នាក់ខ្ញុំមិនបានឮច្បាស់អ្នកនិយាយអ្វីមានអារម្មណ៍ស្មុគស្មាញភ្លឺឡើងតាមភ្នែករបស់គាត់ប៉ុន្តែគាត់ឆ្លើយថាគ្មានអ្វីទេព្រោះគាត់មិនចង់និយាយខ្ញុំក៏មិនសួរបន្តទៀតខ្ញុំអង្គុយចុះនៅមុខគាត់ខ្ញុំដាក់ខ្នងឲ្យគាត់ជិះអង្គម្ចាស់យើងមិនអាចនៅទីនេះយូរបានទេឡើងមកខ្ញុំនឹងដឹកអ្នកត្រឡប់ទៅវិញភ្លាមបន្ទាប់ពីខ្ញុំនិយាយត្រចៀករបស់គាត់ក្រហមបន្តិចមិនចាំបាច់ទេខ្ញុំអាចដើរដោយខ្លួនឯងបានបន្ទាប់មកគាត់ដើរដោយគ្មានកម្លាំងកាត់ខ្ញុំទៅមុខគាត់កំពុងមើលងាយខ្ញុំឬគាត់គិតថាខ្ញុំមិនអាចដឹកគាត់បានមែនទេ
ខ្ញុំដើរទៅមុខចាប់ដៃគាត់ហើយនៅពេលគាត់ផ្លាស់លំនឹងខ្ញុំបានលើកគាត់ឡើងក្នុងរបៀប3ដូចកូនក្រមុំបន្ទាប់ពីលើកគាត់ឡើងសម្រាប់ខ្ញុំវាជារឿងងាយណាស់ខ្ញុំអាច3មនុស្ស2នាក់ក៏មិនមានបញ្ហាដែរគាត់មើលខ្ញុំដោយភ្ញាក់ផ្អើលមុខក្រហមខ្លាំងហើយសូម្បីតែចាប់ផ្ដើមនិយាយជាប់ៗគ្នាកញ្ញាសូមដាក់ខ្ញុំចុះឆាប់ៗបុរសនិងស្ត្រីមិនគួរមានការប៉ះពាល់ជិតស្និទ្ធបែបនេះទេអ្វីទៅអ្នកនៅតែគិតអំពីរបៀបរៀបរយទៀតឬពួកឃាតករនោះអាចត្រឡប់មករាល់នាទីដែលយើងនៅទីនេះគឺជាគ្រោះថ្នាក់បន្ថែមរាងកាយរបស់អង្គម្ចាស់ទី9ត្រង់ដូចឈើសម្លេងគាត់កាន់តែទាបអៀងដូច្នេះខ្ញុំត្រូវពឹងផ្អែកលើកញ្ញាហើយហេតុអ្វីបុរសម្នាក់នេះមានអាកប្បកិរិយាដូចក្មេងស្រីអៀនបែបនេះខ្ញុំនិយាយបន្តថាតោងខ្ញុំងើយជាប់ត្រចៀករបស់អង្គម្ចាស់ក្រហមដល់ថ្នាក់ដូចជាចេញឈាមគាត់ស្ទាក់ស្ទើរមួយផ្លែតបន្ទាប់មកបានដាក់ដៃជុំវិញកខ្ញុំក៏កាន់គាត់យ៉ាងរឹងមាំហើយរត់យ៉ាងលឿនត្រឡប់ទៅជំរំវិញខ្ញុំប្រញាប់ចង់ត្រឡប់ទៅវិញដូច្នេះខ្ញុំមិនបានឃើញថាខាងក្រៅខ្ញុំគាត់បានផ្ដល់សញ្ញាឲ្យអង្គរៈសម្ងាត់ដកថយឡើយ15នាទីក្រោយខ្ញុំបានជួបអ្នកបម្រើដែលកំពុងរងចាំខ្ញុំនៅខាងក្រៅជំរំដោយការព្រួយខ្ញុំមានឈាមលើខ្លួនដូច្នេះនាងគិតថាខ្ញុំរងរបួសនាងរត់មករកខ្ញុំដោយភ័យខ្លាចកញ្ញាអ្នករងរបួសមែនទេបន្ទាប់មកនាងបានមើលទៅអង្គម្ចាស់ទី9នៅក្នុងដៃខ្ញុំដោយមុខមិនពេញចិត្តភ្លាមខ្ញុំបានឮសំឡេងគំនិតរបស់នាងបរិសស្អាតនេះអត់អៀនសោះកញ្ញាមកជួយគាត់តែគាត់នៅតែឲ្យនាងបីគាត់ទៀតអង្គម្ចាស់ទី9ដូចជាអាចដឹងពីការមើលស្អប់របស់នាងគាត់បាននិយាយស្រាលចិត្តត្រជាក់ខ្ញុំថាកញ្ញាដាក់ខ្ញុំចុះទៅខ្ញុំអាចដើរដោយខ្លួនឯងបានពេលគាត់ខិតជិតក្លិនស្លឹកឈើព្រៃស្រស់ប៉ះច្រមុះខ្ញុំគ្រាន់តែងក់ក្បាលបន្តិចដោយមិនដាក់គាត់ចុះទេនៅសល់តែ2-3ជំហានទៀតទេខ្ញុំនឹងនាំអ្នកចូលក្នុងតង់ជាមុនបន្ទាប់មកខ្ញុំបង្វែរទៅប្រាប់អ្នកបម្រើដើម្បីឲ្យនាងស្ងប់ចិត្តនេះមិនមែនជាឈាមខ្ញុំទេអង្គម្ចាស់ទី9រងរបួសទៅហៅគ្រូពេទ្យយោធាមកឆាប់នាងឆ្លើយហើយរត់ចេញភ្លាមអូយព្រះអើយនេះគឺអង្គម្ចាស់ទី9ដែលល្បីថាឆ្កួតនិងស្រីឈាមនោះមែនគាត់ទើបតែមើលមកខ្ញុំមានអារម្មណ៍ខ្លាចណាស់តើខ្ញុំបង្ហាញអារម្មណ៍អ្វីខុសឬគាត់ឃើញចិត្តខ្ញុំឬកញ្ញាសូមជួយជីវិតខ្ញុំផងខ្ញុំញញឹមបន្តិចហើយនិយាយទៅអង្គម្ចាស់ទី9ថាអ្នកបម្រើរបស់ខ្ញុំនិងខ្ញុំមានទំនាក់ទំនងល្អនាងធំឡើងជាមួយខ្ញុំមើលនាងដូចជាបងប្អូនប្រសិនបើនាងធ្វើអ្វីមិនសមគួរសូមអង្គម្ចាស់កុំខឹងនាងអីខ្ញុំមិនខឹងនាងទេខ្ញុំមើលទៅអង្គម្ចាស់ទី9នៅក្នុងដៃខ្ញុំគាត់ស្រស់ស្អាតណាស់ប៉ុន្តែហេតុអ្វីគេនិយាយថាគាត់ស្រីឈាមអង្គម្ចាស់ទី9ដូចជាមានអារម្មណ៍ថាខ្ញុំកំពុងមើលគាត់បង្វែរមកមើលខ្ញុំវិញមុខគាត់ក្រហមបន្តិចដូចកណ្ដុរអសដែលភ្ញាក់ផ្អើលគាត់សួរយ៉ាងស្រាលថាមានអ្វីខ្ញុំដកដង្ហើមហើយញញឹមឆ្លើយថាអត់អីទេបើទោះបីគាត់សម្លាប់មនុស្សក៏ដោយប្រហែលជាពួកគេជាអ្នកដែលមកធ្វើបាបគាត់មុនហើយបើទោះជាសត្វទន់ភ្លន់ដូចទន្សាយក៏នៅតែខំវិញពេលត្រូវបានគេធ្វើបាបមនុស្សផ្សេងបានឃើញថាអង្គម្ចាស់ទី9ត្រឡប់មកវិញហើយបានបាញ់ភ្លើងសញ្ញាឡើងលើមេឃដើម្បីជូនដំណឹងឲ្យបងប្រុសខ្ញុំត្រឡប់មកជំរុំពេលបងប្រុសខ្ញុំមកដល់គ្រូពេទ្យកំពុងព្យាបាលរបួសរបស់អង្គម្ចាស់ទី9រួចទៅហើយពេលបងខ្ញុំចូលមកគាត់បានលុតជង្គង់លើដីហើយគោរពដោយដៃទាំងពីរជាប់គ្នាខ្ញុំមកយឺតសូមអភ័យទោសព្រះអង្គម្ចាស់មនុស្សទាំងអស់ក្នុងតង់ក៏លុតជង្គង់តាមបងខ្ញុំផងដែរអង្គម្ចាស់ទី9លើកដៃស្ដាំឡើងហើយនិយាយថាមិនចាំបាច់គោរពពេកទេអ្នកទាំងអស់គ្នាសូមងើបឈរឡើងវាជាឧបទ្ទវហេតុភ្លាមមេទ័ពក៏កុំបន្ទោសខ្លួនឯងថ្ងៃនេះខ្ញុំត្រូវបានសង្គ្រោះដោយកញ្ញាខ្ញុំនឹងចងចាំវាហើយពេលត្រឡប់ទៅរាជវាំងខ្ញុំនឹងរាយការណ៍ទៅព្រះបិតារបស់ខ្ញុំនោះមានន័យថាគាត់នឹងធានាថាបងខ្ញុំមិនត្រូវទទួលទោសឡើយព្រះអង្គមានព្រះគុណណាស់ការពារព្រះអង្គគឺជាកាតព្វកិច្ចរបស់យើងអង្គម្ចាស់ទី9មានញញឹមស្រាលលើបបោមាត់បងខ្ញុំបានមើលមកខ្ញុំត្រដុសច្រមុះហើយបន្ទាបក្បាលដោយមានអារម្មណ៍ខ្មាស់បន្ទាប់ពីអង្គម្ចាស់ទី9ចាក់ចែងបងខ្ញុំក៏ខឹងខ្លាំងគាត់ស្ដីបន្ទោសខ្ញុំថាខ្ញុំធ្វើអ្វីដោយមិនគិតហើយបើមានអ្វីកើតឡើងចំពោះខ្ញុំគាត់នឹងមិនដឹងត្រូវឆ្លើយជាមួយឪពុកម្ដាយយ៉ាងដូចម្ដេចពេលឃើញខ្ញុំមើលទៅដូចមិនស្ដាប់គាត់បានគំរាមតាមធ្មេញថានឹងយកញយួរដៃរបស់ខ្ញុំទៅទុកអីពាក្យនោះធ្វើឲ្យខ្ញុំភ័យភ្លាមហើយផ្ដោតអារម្មណ៍វិញភ្លាមខ្ញុំចាប់ផ្ដើមសុំទោសគាត់យ៉ាងស្មោះបន្ទាប់ពីសន្យាជាច្រើនដងថាមិនធ្វើអ្វីមិនប្រុងប្រយ័ត្នទៀតគាត់ទើបព្រមឲ្យខ្ញុំទៅពេលត្រឡប់ទៅផ្ទះគ្រួសារយើងទើបទទួលរង្វាន់ពីអធិរាជលើសពីនេះទៅទៀតអង្គម្ចាស់ក្សត្រីឆៅយ៉ាងបានផ្ញើលិខិតអញ្ជើញខ្ញុំឲ្យចូលរួមពិធីមើលផ្កានៅខែក្រោយគ្រួសារខ្ញុំអង្គុយជុំគ្នាជិតស្និទ្ធ
ខ្ញុំធ្វើមុខសោកស្ដាយហើយដកដង្ហើមធំខ្ញុំមិនចង់ទៅពិធីរបស់អង្គម្ចាស់ក្សត្រីទេការសរសេរកំណាព្យគូររូបនិងរៀបការដែលស្ត្រីអភិជនធ្វើខ្ញុំមិនចេះអ្វីទាំងអស់គួរឲ្យធុញណាស់បងខ្ញុំលើកចិញ្ចើមហើយនិយាយថាប្រាប់មកតើព្រោះអ្នកនៅតែមានអារម្មណ៍ចំពោះអង្គម្ចាស់មែនទេខ្ញុំមិនមានទេខ្ញុំឆ្លើយកូនស្រីជាទីស្រឡាញ់រឿងអង្គម្ចាស់យើងគួរតែបំភ្លេចវាទៅតាមគំនិតម៉ែឪពុកកូននិយាយត្រឹមត្រូវក្នុងពិធីជប់លៀងនោះនឹងមានបុរសវ័យក្មេងជាច្រើនពីគ្រួសារអភិជនដែលមានទេពកោសល្យកូនអាចជ្រើសរើសតាមចិត្តបានបើកូនមិនចូលចិត្តអ្នករៀនសូមឲ្យម្ដាយរកមេតបវ័យក្មេងម្នាក់ឲ្យកូនខ្ញុំក៏យល់ដែរនៅក្នុងជំរំក៏មានបុរសល្អៗជាច្រើនផងដែរខ្ញុំនឹងជួយមើលឲ្យវ័យមនុស្ស3នាក់នោះនិយាយបន្តគ្នាមិនឈប់ខ្ញុំមិនអាចនិយាយចូលបានសូម្បីតែមួយពាក្យសំឡេងធ្វើឲ្យខ្ញុំវិលមុខចុងក្រោយខ្ញុំលើកដៃឡើងប្រកាសចោះចាញ់បានហើយផៃថៃខ្ញុំនឹងទៅគ្រប់គ្រាន់ហើយឬនៅបងខ្ញុំបានបំពេញសន្យាគាត់បន្ថែមរឿងបំផ្លើសទៅឪពុកម្ដាយថាខ្ញុំធ្វើអ្វីដោយមិនគិតពេលទៅសង្គ្រោះអង្គម្ចាស់ទី9ហើយថាវាគ្រោះថ្នាក់យ៉ាងណាគាត់ធ្វើឲ្យពួកគេភ័យខ្លាចខ្លាំងដល់ថ្នាក់ចាប់ទ្រូងហើយបញ្ជាឲ្យខ្ញុំនៅផ្ទះមិនឲ្យចេញក្រៅគួរឲ្យស្អប់ណាស់យប់នោះខ្ញុំបានកាត់សក់សេះសង្គ្រាមរបស់បងខ្ញុំចេញឲ្យវាមើលទៅក្បាលទទេហើយឲ្យគាត់ជិះសេះអាក្រក់នោះទៅជំរុំពេលអង្គម្ចាស់ទី9ដឹងថាខ្ញុំត្រូវបានបិទនៅផ្ទះគាត់បានប្រមូលរបស់ចម្លែកមកឲ្យខ្ញុំចាប់ពីអាវុធពីតំបន់ខាងលិចនិងសៀវភៅគុណកម្រទៅដល់អាហារព្រះរាជវាំងនិងសត្វក្រពើតូចៗធ្វើពីស្មៅគាត់ផ្ញើអ្វីៗគ្រប់យ៉ាងមករៀងរាល់ថ្ងៃខ្ញុំចាំមើលថាថ្ងៃនេះគាត់នឹងផ្ញើអ្វីថ្មីវាជាការលំបាកសម្រាប់អ្នកបម្រើខ្ញុំដែលត្រូវរត់ទៅយករបស់រៀងរាល់ថ្ងៃមុខនាងរឹងពេលណានាងចង់បោះចោលអំណោយទាំងនោះព្រោះនាងគិតថាអង្គម្ចាស់ទី9មានចិត្តគិតច្រើនហើយប្រហែលមានគំនិតអាក្រក់ចំពោះខ្ញុំប៉ុន្តែខ្ញុំមិនគិតដូច្នោះទេអង្គម្ចាស់ទី9រស់នៅក្នុងរាជវាំងហើយម្ដាយគាត់ស្លាប់តាំងពីគាត់នៅតូចក្មេងម្នាក់គ្មានការការពារពីម្ដាយត្រូវតែឆ្លាតដើម្បីរស់រានមានជីវិតដល់សប្តាហ៍ថ្ងៃពិធីមើលផ្កាអ្នកបម្រើបានទាញខ្ញុំចេញពីគ្រែព្រឹកមួយដើម្បីតុបតែងខ្ញុំកញ្ញាខ្ញុំស្អាតពេកហើយល្អណាស់ដែលមិនបានទៅជាមួយអង្គម្ចាស់ឆ្កួតនោះចាប់តាំងពីខ្ញុំអាចឮគំនិតរបស់អ្នកបម្រើខ្ញុំតែងឮនាងនិយាយអាក្រក់អំពីអង្គម្ចាស់រៀងរាល់ថ្ងៃឬនិយាយអ្វីចម្លែកខ្ញុំខ្លាចថាមនុស្សផ្សេងនឹងគិតថានាងជាអារក្សដូច្នេះខ្ញុំមិនប្រាប់អ្នកណាថាខ្ញុំអាចឮគំនិតនាងឡើយពេលមកដល់សួនខាងក្រោយរបស់អង្គម្ចាស់ក្សត្រីខ្ញុំបានជៀសវាងហ្វូងមនុស្សហើយទៅកន្លែងស្ងប់មួយអង្គម្ចាស់ក្សត្រីឆាំងជាងតែងតែមានបញ្ហាជាមួយខ្ញុំព្រោះយើងទាំងពីរមិនចេះកំណាព្យយើងចូលចិត្តគុណខ្ញុំក៏មិនធ្លាប់បង្អួតនាងដូចអ្នកផ្សេងទេក្នុងភ្នែកខ្ញុំទោះនាងជាព្រះនាងក៏ដោយបើចង់ឈ្នះត្រូវប្រើសមត្ថភាពពិតខ្ញុំឈ្នះនាងរាល់ដងដូច្នេះការជួបគ្នារបស់យើងតែងតែតានតឹងគ្មានអ្នកណាចោះចាញ់ដូចពេលនេះអង្គម្ចាស់ក្សត្រីនិងនារីអភិជនជាច្រើនកំពុងដើរមកកាន់យើងនាងឈានមុខដោយអាកប្បកិរិយាខ្លាំងសត្រូវតែងជួបគ្នានៅផ្លូវតូចខ្ញុំគោរពនាងសូមគោរពព្រះនាងបន្ទាប់ពីគោរពខ្ញុំឈរទៅម្ខាងដោយបន្ទាបក្បាលព្រះនាងប្រកាសជាមិនខកខានឱកាសដើម្បីប្រមាថខ្ញុំឡើយមានមនុស្សខ្លះស្រមៃចង់បានអ្វីដែលមិនសមដេញតាមអង្គម្ចាស់រាល់ថ្ងៃគិតថាអាចនៅជិតគាត់បានតែគាត់វិញមានតែភ្នែកសម្រាប់ប្អូនស្រីម្នាក់ប៉ុណ្ណោះ Shen Angie និយាយដោយអៀនព្រះនាងសូមកុំនិយាយបែបនេះអីអ្នកកំពុងធ្វើឲ្យខ្ញុំអៀនណាស់ខ្ញុំមិនបាននិយាយអ្វីមិនពិតទេបងប្រុសខ្ញុំបានសុំម្ដាយឲ្យចេញព្រះបញ្ជារៀបការផ្ទាល់សូមអរគុណដល់ព្រះដែលកញ្ញាមិនបានសម្រេចសេចក្តីស្រឡាញ់របស់ខ្លួនខ្ញុំស្ងប់ស្ងាត់មួយភ្លែតមិនដឹងនិយាយអ្វីភ្នែករបស់មនុស្សទាំងអស់ផ្ដោតមកលើខ្ញុំក្នុងចំណោមពាក្យចំអកនោះមានសំណើចបន្តិចដែលពោពេញដោយការចំអកប្រហែលដោយសារខ្ញុំមិនឆ្លើយតបព្រះនាងឆៅយ៉ាងបានសួរដោយមានន័យលាក់ថាតើអ្នកគិតយ៉ាងដូចម្ដេចអំពីការរៀបការរវាងបងប្រុសខ្ញុំនិងប្អូនស្រីនេះ Shen Annie បិទមាត់ញញឹមហើយមានសញ្ញាជ័យជំនះនៅក្នុងភ្នែកខ្ញុំរក្សាភាពស្ងប់ហើយអបអរសាទរ Shen Annie គូសំគ្នាដោយស្ថានសួគ៌សូមអបអរសាទរព្រះនាងមើលទៅភ្ញាក់ផ្អើលប្រហែលនាងមិនគិតថាខ្ញុំនឹងមានប្រតិកម្មស្ងប់បែបនេះទេមានអារម្មណ៍ធុញនាងនាំនារីអភិជនចេញទៅខ្ញុំដើរទៅរកអ្នកបម្រើទៅខ្ញុំនឹងនាំអ្នកទៅចាប់ត្រីធំត្រីដែលព្រះនាងចិញ្ចឹមធំនឹងខ្លាញ់ច្រើនណាស់ត្រូវតែឆ្ងាញ់អ្នកបម្រើនៅក្បែរខ្លាចចិត្តនាងគិតថាខ្ញុំនឹងសោកស្ដាយបន្ទាប់ពីត្រូវគេបង្ខូចតែគិតមិនដល់ថាខ្ញុំមានចំណង់អាហារឡើងវិញកញ្ញាមិនមែនគំនិតល្អទេមែនទេខ្ញុំបានឮថាត្រីកុយទាំងនោះជាទីស្រឡាញ់បំផុតរបស់ព្រះនាងការញ៉ាំម៉ារបស់ដែលនាងស្រឡាញ់នោះហើយជាគោលបំណងអ្នកណាឲ្យនាងនិយាយប៉ះពាល់ចិត្តខ្ញុំបែបនេះនៅក្នុងអាងវ៉ាន់លីត្រីកុយពណ៌ស្រស់កំពុងរមៀលកន្ទុយធំខ្ញុំទៅត្រីក្រហមធំបំផុតហើយនិយាយថា
ត្រីនេះសមបំផុតសម្រាប់អាំងមានទឹកខ្លាញ់ហូរចេញត្រីនោះគួរតែចៀនជាមួយអំបិលនិងម្រេចឲ្យក្រហមស្រួយៗឆ្ងាញ់ហ្មងអ្នកហ៊ានដូចម្ដេចអ្នកជានរណាដល់ហ៊ានគិតប៉ះត្រីកុយរបស់ព្រះនាងនៅពេលខ្ញុំកំពុងសប្បាយរៀបចំផែនការស្រាប់តែមានក្មេងស្រីម្នាក់លេចមកមើលខ្ញុំដោយកំហឹងខ្ញុំគាស់ត្រចៀកហើយមើលទៅនាងហើយអ្នកជានរណាតើអ្នកឃើញខ្ញុំប៉ះត្រីកុយទេខ្ញុំបានឮច្បាស់អ្នកចង់អាំងនឹងចៀនវាចាំមើលខ្ញុំនឹងទៅប្រាប់ព្រះនាងខ្ញុំតបវិញទៅខ្ញុំចាប់ផ្ដើមដើរចេញប៉ុន្តែនាងតាមខ្ញុំយ៉ាងតានតឹងហើយព្យាយាមរារាំងខ្ញុំផ្លូវថ្មជាប់អាំងមិនស្មើនាងឈរមិនបានថិតថេរហើយជ្រុលមកលើខ្ញុំកិច្ចភ្លាមៗកុំប៉ះខ្ញុំនាងមិនអាចបញ្ឈប់ខ្លួនបានហើយធ្លាក់ចូលទៅអាំងទឹកខ្ញុំរត់ពីជំហានទៅមុខហើយចាប់នាងឡើងវិញខ្ញុំជូតញើសលើមុខបើអ្នកចង់ចាប់ត្រីចាំធ្វើក្រោយពេលខ្ញុំទៅរួចនាងខំថ្មិញដោយកំហឹងប៉ុន្តែភ្លាមមុខនាងផ្លាស់ប្ដូរទៅជាអារម្មណ៍ភ័យខ្លាចហើយធ្លាក់ចុះលើដីខ្ញុំច្របូកច្របល់ណាស់តើគ្រួសារនាងមកពីក្រុមសម្ដែងល្ខោនឬព្រះនាងសូមរកយុត្តិធម៌ឲ្យខ្ញុំបានជួបនាងនៅអាងវ៉ុនលីនាងចង់ញមេត្រីកុយរបស់ព្រះនាងខ្ញុំបានព្យាយាមបញ្ចុះបញ្ចូលដោយពាក្យល្អប៉ុន្តែនាងមិនត្រឹមតែប្រើពាក្យអាក្រក់ទេព្រមទាំងព្យាយាមបង្ខំខ្ញុំចូលអាងទៀតបើមិនមែនព្រះនាងនិងអ្នកទាំងអស់មកទាន់ពេលទេខ្ញុំប្រហែលជាភ្នែកព្រះនាងឆៅយ៉ាងបើកធំខណៈនាងមើលមកខ្ញុំដឹងថាភាពស្ងប់ស្ងាត់របស់អ្នកមុននេះគ្រាន់តែជាការសម្ដែងតើមានអ្វីកើតឡើងសម្លេងខឹងរបស់នាងភ្លាមនោះ Shen Anyi បានទម្លាក់ខ្លួនទៅលើដីអូព្រះអើយព្រះនាងនេះជាប្អូនស្រីរបស់ខ្ញុំ Champagne ប្រហែលកញ្ញាបានឮដំណឹងអំពីព្រះបញ្ជារៀបការរបស់អង្គម្ចាស់ជាមួយខ្ញុំហើយដោយសារការច្រណែននាងបានបាត់បង់ការគ្រប់គ្រងខ្លួនហើយធ្វើបែបនេះសូមព្រះនាងកុំបន្ទោសនាងអីពាក្យនាងមើលទៅដូចជាការពារខ្ញុំប៉ុន្តែគ្រប់ប្រយោគវិញសុទ្ធតែបញ្ជាក់ថាខ្ញុំជាអ្នកបង្ខំឲ្យនាងធ្លាក់ចូលទឹកខ្ញុំអាចធ្វើសក្ខីភាពឲ្យកញ្ញាបានពេលនេះគឺប្អូនស្រីនាងខ្លួនឯងធ្លាក់ចូលអាងកញ្ញាបានហ៊ានប្រថុយជីវិតដើម្បីជួយនាងតែនាងវិញសងគុណដោយបែបនេះអង្គម្ចាស់ទី9ដើរចេញពីក្រោយថ្មតើគាត់លាក់ខ្លួននៅទីនេះយូរប៉ុណ្ណា Champagne ក៏ដឹងដែរព្រោះស្មានាងចាប់ផ្ដើមញ័របន្តិចបន្ទាប់ពីជួបភ្នែកត្រជាក់របស់គាត់នាងនិយាយឡើងវិញដោយភ័យគឺនាងឈូនោះដែលបង្ខំខ្ញុំព្រះនាងឆៅយ៉ាងមើលទៅមកវិញរវាងយើងទាំងពីរអ្នកចង់និយាយថាបងប្រុសទី9របស់ខ្ញុំកំពុងកុហកឬលើសពីនេះទៅទៀតឈូនោះតែងតែទទួលខុសត្រូវបើនាងធ្វើនាងនឹងសារភាពជាក់ជាមិនខានអ្នកបម្រើខ្ញុំភ្លឺភ្នែកហើយសរសើរព្រះនាងនៅក្នុងចិត្តមនុស្សដែលយល់ពីម្ចាស់នាងបំផុតគឺសត្រូវរបស់នាងនេះឯងខ្ញុំមិនគិតថាព្រះនាងនឹងជឿខ្ញុំទេ Shenping មើលទៅដូចជាចាញ់អស់សង្ឃឹមហើយនិយាយថាបើអ្នកមិនបានបង្ខំខ្ញុំតើហេតុអ្វីបានជាអ្នកទៅជួយខ្ញុំលើបែបនេះខ្ញុំគិតថានាងនិយាយមានហេតុផលខ្ញុំដើរទៅរកនាងដោយផ្ទាល់រុញនាងហើយនិយាយថាអញ្ចឹងសាក់ម្ដង Shenping ហក់ដោយខ្លែងហើយធ្លាក់ចូលអាងទឹកវិញលើកនេះខ្ញុំទើបជាបង្ខំអ្នកការជួយអ្នកមុននេះធ្វើឲ្យយើងស្មើគ្នាហើយអង្គម្ចាស់ទី9ញញឹមស្រាលហើយមានពន្លឺភ្នែកនៃការកោតសរសើរចុងក្រោយព្រះនាងបានហៅអ្នកបម្រើម្នាក់ដែលអាចហែលទឹកដើម្បីទាញ Shenping ចេញពីអាងនាងនិយាយបន្ថែមយ៉ាងធម្មតានាំប្អូនស្រីអ្នកត្រឡប់ទៅផ្ទះហើយឲ្យនាងញូម៉ាថ្នាំបំប៉នខួរក្បាលផងនាងមិនអាចសូម្បីតែដឹងថានរណាបង្ខំខ្លួនឯងឬអត់ Shen Anyi ខំបបួលមាត់កំពុងអាម៉ាស់ហើយឆ្លើយតបបន្ទាប់មកនាងនាំ Champagne ចេញយ៉ាងប្រញាប់ខ្ញុំបង្វែរទៅមើលព្រះនាងហើយញញឹមសូមអរគុណដែលបាននិយាយជំនួសខ្ញុំព្រះនាងឆៅយ៉ាងញញឹមបែបមើលងាយកុំគិតថាខ្ញុំចូលចិត្តអ្នកខ្ញុំគ្រាន់តែមិនអាចទ្រាំការកុហកបានបន្ទាប់ពីនាងចាក់ចេញជាមួយអ្នកដទៃនៅទីនោះនៅសល់តែខ្ញុំនិងអង្គម្ចាស់ទី9ហើយអ្នកបម្រើខ្ញុំទៅណាអង្គម្ចាស់ទី9ញញឹមនាងបានធ្វើការខ្លាំងក្នុងការយកអំណោយមកឲ្យអ្នកខ្ញុំឲ្យមនុស្សខ្ញុំនាំនាងទៅញូម៉ានំខ្ញុំដើរទៅមុខពីជំហានហើយញញឹមកុំបង្ខូចក្មេងស្រីចូលចិត្តញូម៉ាអីនោះខ្ញុំក៏ចង់អរគុណអ្នកដែលបានធ្វើសក្ខីភាពឲ្យខ្ញុំមុននេះគាត់ប៉ះសក់ខ្ញុំដោយភ្នែកពោពេញដោយសេចក្តីស្រឡាញ់អ្នកគឺជាអ្នកសង្គ្រោះខ្ញុំត្រូវការពារអ្នកជានិច្ចខួរក្បាលខ្ញុំដូចជាផ្អាកហើយខ្ញុំនិយាយលេងថាអញ្ចឹងហេតុអ្វីមិនសងគុណដោយរៀបការជាមួយខ្ញុំអង្គម្ចាស់ទី9មើលខ្ញុំដោយភ្នែកភ្លឺដូចមានផ្កាយនៅក្នុងនោះខ្ញុំស្ទាក់ស្ទើរហើយសើចបំបត្តិបរិយាកាសខ្ញុំលេងសើចទេកុំយកចិត្តទុកដាក់អីអង្គម្ចាស់ទី9បញ្ឈប់សំណើចហើយខ្យល់ដង្ហើមរបស់គាត់ប៉ះត្រចៀកខ្ញុំចុះបើខ្ញុំយកវាជាការពិតវិញខ្ញុំឈរនៅទីនោះដោយភ្ញាក់ផ្អើលមិនដឹងឆ្លើយអ្វីបរិយាកាសคล้ายជាអាសន្នភ្នែកអង្គម្ចាស់ទី9ធ្លាក់ចុះហើយគាត់ញញឹមបែបសើចលើខ្លួនឯងខ្ញុំប្រហែលជាធ្វើហួសហេតុហើយកញ្ញាខ្ញុំគ្រាន់តែជាអង្គម្ចាស់កើតពីនារីជាប្រពន្ធទី
ទាំងរូបរាងនិងអ្វីៗខ្ញុំមិនអាចប្រៀបធៀបជាមួយអង្គម្ចាស់បានឡើយវាជារឿងធម្មតាដែលអ្នកនឹងមើលងាយខ្ញុំបន្ទាប់ពីគាត់និយាយចប់ទឹកភ្នែកបានហូរចុះដោយខ្សែក្រវ៉ាត់គុជដែលខូចនេះជាលើកដំបូងដែលខ្ញុំឃើញបុរសម្នាក់យំខ្ញុំភ័យភ្លាមពេលឃើញគាត់ជូតភ្នែកយ៉ាងខ្លាំងបេះដូងខ្ញុំរឹតត្បិតដូចជាត្រូវចងជាខ្សែវាឈឺចាប់ខ្លាំងណាស់ក្នុងភាពច្របូកច្របល់ខ្ញុំបានចាប់ដៃគាត់ទេអ្នកស្រស់ស្អាតជាងអង្គម្ចាស់ទៀតអ្នកមានចិត្តល្អនិងមានយុត្តិធម៌អ្នកផ្ញើអំណោយមកឲ្យខ្ញុំច្រើនណាស់ខ្ញុំចូលចិត្តគ្រប់យ៉ាងអ្នកដូចជាអ្នកអាចអានចិត្តខ្ញុំបានមិនមែនចឹងទេអ្នកគឺជាមនុស្សល្អបំផុតនៅក្នុងភ្នែកខ្ញុំអង្គម្ចាស់ទី9មើលចុះទៅដៃខ្ញុំបបោមាត់របស់គាត់លើកឡើងបន្តិចខ្ញុំពិតជាល្អដោយដែលអ្នកនិយាយមែនទេពិតណាស់ខ្ញុំងក់ក្បាលយ៉ាងម៉ឺងម៉ាត់គាត់ញញឹមមើលខ្ញុំអញ្ចឹងខ្ញុំនឹងទៅសុំឲ្យព្រះបិតាចេញព្រះបញ្ជាឲ្យយើងរៀបការខ្ញុំបើកភ្នែកធំតើហេតុអ្វីរឿងមកដល់ចំណុចនេះវិញពេលឃើញខ្ញុំមិនឆ្លើយភ្នែកស្រស់ស្អាតរបស់គាត់ពោពេញដោយទឹកភ្នែកម្ដងទៀតហេតុអ្វីបុរសម្នាក់នេះយំងាយបែបនេះមុនពេលទឹកភ្នែកគាត់ហូរចុះខ្ញុំបានប្រញាប់និយាយតាមគាត់បានហើយសៃរៀបការមិនអីទេរៀបការជាមួយអង្គម្ចាស់ទី9ក៏បានបើអង្គម្ចាស់ទី1ព្យាយាមបំផ្លាញគ្រួសារខ្ញុំបន្ទាប់ពីឡើងគ្រងរាជ្យគាត់នឹងត្រូវគិតឡើងវិញអង្គម្ចាស់ទី9ភ្ញាក់ផ្អើលមួយផ្លែតបន្ទាប់មកមុខគាត់ក្រហមបន្តិចសូម្បីតែពាក្យសម្ដីគាត់ក៏ជាប់គ្នាខ្ញុំនឹងទៅរាជវាំងឥឡូវនេះដើម្បីសុំព្រះរាជបញ្ជានិយាយចប់គាត់ដើរចេញដោយសប្បាយចិត្តប៉ុន្តែភ្លាមគាត់ត្រឡប់មកវិញអោបខ្ញុំហើយនិយាយដោយសេចក្តីរីករាយច្បាស់លាស់វ៉ៃរងចាំខ្ញុំត្រចៀកខ្ញុំក្រហមហើយខ្ញុំឆ្លើយស្រាលវិញបន្ទាប់ពីអង្គម្ចាស់ទី9សើចខ្ញុំបានឃើញតាមជ្រុងភ្នែកថាអ្នកបម្រើខ្ញុំបានត្រឡប់មកវិញនាងកំពុងញូម៉ានំតែមាត់បើកធំហើយនំនោះធ្លាក់ចុះដីនាងលើកដៃហើយចាប់ផ្ដើមវាយបុរសម្នាក់នៅក្បែរអញ្ចឹងតើអ្នកបញ្ឆោតខ្ញុំឲ្យចេញទៅដើម្បីជួយម្ចាស់អ្នកល្បួងម្ចាស់ខ្ញុំមែនទេខ្ញុំមិនយកម៉ានំរបស់អ្នកទៀតទេទើបតែបំបត្តិអង្គម្ចាស់ឈួតនោះបាទឥឡូវមានអង្គម្ចាស់ទី9បែបបង្អួតចិត្តមកទៀតហេតុអ្វីតែមានជ្រូកមកចង់លួចស្លឹកស្ពៃរបស់ខ្ញុំរੂបន្តយ៉ាងដូចម្ដេចបុរសនោះភ័យហើយនិយាយបកស្រាយជាប់គ្នាខ្ញុំមិនបានកុហកអ្នកទេបន្ទាប់មកគាត់គោរពខ្ញុំព្រះនាងខ្ញុំគឺជាអង្គរៈទី15របស់អង្គម្ចាស់ទី9អ្នកអាចហៅខ្ញុំថា15តាមព្រះបញ្ជាខ្ញុំនឹងការពារអ្នកចាប់ពីថ្ងៃនេះទៅពេលឮពាក្យព្រះនាងខ្ញុំលើកដៃឈប់ហៅខ្ញុំថាកញ្ញាសិនព្រះរាជបញ្ជាមិនទាន់មកដល់ទេយល់ហើយកញ្ញាបន្ទាប់មក15បានបាត់ខ្លួនក្នុងស្រមោលយប់នោះមានភ្លៀងនិងផ្គរលាន់ខ្លាំងអ្នកបម្រើខ្ញុំឈរមើលក្រៅបង្អួចជាញឹកញាប់ខ្ញុំលេងសើចនាងកំពុងមើលអ្វីបារម្ភអំពី15ឬអ្នកណាបារម្ភអំពីគាត់នាងនិយាយដោយខឹងមនុស្សកុហកនោះគួរតែត្រូវផ្គរលាន់បាញ់ភ្លាមនោះផ្គរលាន់ផ្ទុះឡើងលើមេឃមុខនាងស្លេកភ្លាមនាងដាក់ដៃសំពះហើយនិយាយថាអូម្ដាយមេឃខ្ញុំគ្រាន់តែលេងសើចទេមេឃអើយខ្ញុំគ្រាន់តែលេងសើចប៉ុណ្ណោះនាងមានទឹកមុខភ័យផាអកុសលចេញទៅសំណាងល្អនៅទីនេះឃើញនាងនិយាយមួយប៉ុន្តែមានន័យមួយទៀតធ្វើឲ្យខ្ញុំសើចខ្លាំងខ្ញុំឈប់លេងសើចចំណែកហើយនិយាយថាទៅបានហើយឲ្យ15សម្រាប់នៅបន្ទប់ខាងរកសម្លៀកបំពាក់ស្អាតឲ្យគាត់ហើយទៅផ្ទះបាយធ្វើស៊ុបខ្ញីឲ្យគាត់ដើម្បីបណ្ដេញត្រជាក់បើគាត់បដិសេធសូមប្រាប់គាត់ថានេះជាពាក្យបញ្ជារបស់ខ្ញុំទៅឥឡូវនេះអ្នកបម្រើមិនហ៊ានមើលភ្នែកខ្ញុំហើយរត់ចេញភ្លាមខ្ញុំញញឹមនាងមានមាត់រឹងប៉ុន្តែបេះដូងទន់នាងកំពុងធំឡើងលឿនណាស់ខ្យល់និងភ្លៀងវាយបង្អួចខ្ញុំឡើងដើរទៅបង្អួចខណៈពេលដែលខ្ញុំកំពុងបិទវាស្រាប់តែមានដៃមួយចាប់វាំងននខ្ញុំចាប់ដៃអ្នកចូលលួចហើយទាញគាត់ចូលក្នុងបន្ទប់រងចាំខ្ញុំទេអង្គម្ចាស់ទី9អ្នកមកធ្វើអ្វីនៅទីនេះពន្លឺទៀនប៉ះលើមុខគាត់ធ្វើឲ្យគាត់មើលទៅមានសម្រស់គួរឲ្យចាប់អារម្មណ៍វេខ្ញុំទើបតែទៅរាជវាំងព្រះរាជបញ្ជារៀបការរបស់យើងនឹងមកដល់គេហដ្ឋានថ្ងៃស្អែកខ្ញុំចង់ប្រាប់អ្នកពីដំណឹងល្អនេះឲ្យបានឆាប់បំផុតអ្នកមិនចាំបាច់មកយប់នេះទេអ្នកមិនចង់ឃើញខ្ញុំទេឬអង្គម្ចាស់ទី9មើលខ្ញុំយ៉ាងជ្រាលជ្រៅខ្ញុំប្រញាប់បដិសេធទេខ្ញុំគ្រាន់តែមានន័យថាយប់នេះមានព្យុះហើយអ្នកមិនទាន់ជាសះស្បើយល្អទេបើអ្នកឈឺវិញនឹងធ្វើដូចម្ដេចបបោមាត់គាត់លើកឡើងវេបារម្ភអំពីខ្ញុំសប្បាយចិត្តណាស់គាត់យកស្នៀតសក់ផ្កាព្រាមចេញពីអាវនេះជាស្នៀតសក់ដែលម្ដាយខ្ញុំស្រឡាញ់បំផុតខ្ញុំចង់ឲ្យវាដល់អ្នកគាត់ដាក់វាទៅក្នុងសក់ខ្ញុំយ៉ាងទន់ភ្លន់វេអ្នកស្អាតណាស់គេនិយាយថាព្រះនាងលីដែលបានសោយទីវង្គតគឺស្អាតបំផុតក្នុងរាជវាំងហើយទទួលបានទីតាំងដោយសារសម្រស់របស់នាងប៉ុន្តែសម្រស់ភាគច្រើនមិនមានវាសនាល្អនាងបានស្លាប់បន្ទាប់ពីសម្រាលកូនគិតដល់រឿងនេះខ្ញុំមានអារម្មណ៍អាណិតអង្គម្ចាស់ទី9ព្រះអង្គ
ចាប់ពីពេលនេះទៅគ្រួសារខ្ញុំគឺជាគ្រួសាររបស់អ្នកអរគុណ VV ឈ្មោះខ្ញុំគឺ Shu Weiwei អ្នកអាចហៅខ្ញុំថា Shu បានពីពេលនោះទៅអង្គម្ចាស់ទី9កាន់តែចូលមកជិតខ្ញុំជាងមុនដោយចង់បញ្ចូលខ្ញុំទៅក្នុងខ្លួនគាត់ថ្ងៃបន្ទាប់ព្រះរាជបញ្ជារៀបការពីរត្រូវបានចេញមួយសម្រាប់អង្គម្ចាស់ទី1និង Shen Anyi មួយទៀតសម្រាប់ខ្ញុំនិងអង្គម្ចាស់ទី9អធិរាជក៏បញ្ជាឲ្យយើងចូលរួមការប្រមាញ់រដូវស្លឹកឈើជ្រុះក្នុងរយៈពេល3ថ្ងៃខាងមុខឪពុកម្ដាយនិងបងប្រុសខ្ញុំទទួលយកព្រះបញ្ជានេះដោយស្ងប់ស្ងាត់ប៉ុន្តែបន្ទាប់ពីអ្នកបម្រើរាជវាំងចាក់ចេញពួកគេអង្គុយត្រង់ៗនៅសាលធំហើយបងខ្ញុំអង្គុយនៅកៅអីខ្ពស់អ្វីកំពុងកើតឡើងតើពួកគេចាត់ខ្ញុំដូចអ្នកទោសឬសំណួរ3ទិសខ្ញុំត្រង់ខ្នងឡើងបងខ្ញុំនិងឪពុកចាប់ផ្ដើមរាប់លើម្រាមដៃចាប់តាំងពីអ្នកសង្គ្រោះអង្គម្ចាស់ទី9គាត់បានប្រមូលរបស់ចម្លែកមកឲ្យអ្នករៀងរាល់ថ្ងៃដើម្បីធ្វើឲ្យអ្នកសប្បាយចិត្តខ្ញុំដឹងថាគាត់មានអារម្មណ៍ចំពោះអ្នកប៉ុន្តែមិនគិតថាគាត់ធ្ងន់ធ្ងរដល់ថ្នាក់សុំអធិរាជលឿនបែបនេះគាត់ល្អជាងអ្នកគិតមានន័យដូចម្ដេចក្នុងរឿងនេះអង្គម្ចាស់ទី9បានសួរខ្ញុំជាច្រើនដងអំពីអ្វីដែលវេចូលចិត្តនៅពិធីរបស់ព្រះនាងពេលអ្នកត្រូវគេចោទប្រកាន់ថាបង្ខំអ្នកណាម្នាក់ចូលទឹកគាត់ជាអ្នកធ្វើសក្ខីភាពឲ្យអ្នកហើយមួយទៀតនៅមុខអ្នកគាត់មិនដែលហៅខ្លួនឯងថាអង្គម្ចាស់ទេគាត់តែនិយាយថាខ្ញុំប៉ុណ្ណោះមនុស្សដែលអ្នកធ្លាប់តាមស្រឡាញ់យ៉ាងខ្លាំងអ្នកភ្លេចលឿនបែបនេះហើយឬនាងជឿល្បិចតូចប៉ុណ្ណោះទេមែនទេពិតមែនឬម្ដាយគ្របមាត់ដោយភ្នែកពោពេញដោយភាពរំភើបវេអង្គម្ចាស់ទី9វិធីដែលគាត់ដាក់ទុកចិត្តលើកូនពិតជាមិនអាចពិពណ៌នាបានប្រាប់ម្ដាយបន្ថែមទៀតខ្ញុំស្ងាត់មាត់គ្រួសារនេះពិតជាចូលចិត្តនិយាយរឿងគេមែនប្រហែលអាកាសធាតុនៅទីលានប្រមាញ់រាជវាំងល្អពេកសត្វព្រៃទាំងអស់មើលទៅសម្បូរខ្លាញ់និងរឹងមាំបញ្ហាតែមួយគត់គឺខ្ញុំនិងអង្គម្ចាស់ទី9វង្វេងផ្លូវខ្ញុំចង់ដេញតាមសត្វក្តាន់ព្រោះវាជារង្វាន់ធំប្រចាំថ្ងៃប៉ុន្តែដោយមិនដឹងខ្លួនយើងបានទៅដល់គែមទីលានប្រមាញ់ពេលខ្ញុំមើលឡើងវិញទើបដឹងថាយើងវង្វេងផ្លូវដំបូងខ្ញុំគិតថានឹងប្រើជំនាញតាមដានដើម្បីរកផ្លូវត្រឡប់ទៅវិញប៉ុន្តែអាក្រក់ជាងនោះទៀតគឺព្រើចាប់ផ្ដើមធ្លាក់ទេសភាពទាំងមូលคล้ายជាពណ៌ស្រស់ស្រាបចុងក្រោយយើងបានរកឃើញរូងភ្នំមួយប៉ុន្តែច្រកចូលត្រូវបានបិទដោយថ្មធំវេចេញទៅខាងក្រោយខ្ញុំនឹងរុញថ្មនេះចេញខ្ញុំច្របូកច្របល់មួយផ្លែតតើព្រោះខ្ញុំមិនបានបង្ហាញកម្លាំងរបស់ខ្ញុំទេឬគាត់ដូចជាមើលរំលងវាខ្ញុំចាប់ដៃគាត់យ៉ាងម៉ឺងម៉ាត់ស៊ូមិនចាំបាច់អ្នកធ្វើរឿងតូចបែបនេះទេរបួសរបស់អ្នកមិនទាន់ជាសះស្បើយទេវេខ្ញុំសុខសប្បាយណាស់ខ្ញុំដាក់ម្រាមដៃលើបូមាត់គាត់ដោយពាក្យដែលគេនិយាយបុរសនិងស្ត្រីធ្វើការជាមួយគ្នាមិនធុញទេខ្ញុំនឹងរុញថ្មអ្នកទៅរកឈើមកយើងអាំងទន្សាយធ្វើតាមខ្ញុំសម្រេចហើយបានខ្ញុំនឹងទៅរកឈើឥឡូវនេះគាត់រត់ទៅព្រៃដោយសប្បាយចិត្តខ្ញុំមើលគាត់ហើយមានអារម្មណ៍ដូចបេះដូងរលាយខ្ញុំបង្វែរទៅពិនិត្យថ្មរកចំណុចសម្រាប់ប្រើកម្លាំងបន្ទាប់មកស្រែកមួយសំឡេងហើយប្រើកម្លាំងទាំងអស់ថ្មធំនោះត្រូវបានខ្ញុំរុញចេញយឺតបង្ហាញច្រករូងងងឹតអង្គម្ចាស់ទី9រត់ត្រឡប់មកវិញដោយដឹកឈើពេញដៃហើយនិយាយដោយកោតសរសើរវេអ្នកអស្ចារ្យណាស់ច្បាស់ហើយយើងសម្អាតកន្លែងក្នុងរូងរួចដាក់ឈើហើយដុតភ្លើងបន្ទាប់មកយើងយកទន្សាយមកអាំងត្រូវនិយាយថាទន្សាយនៅទីលានប្រមាញ់រាជវាំងខ្លាញ់ណាស់ខ្លាញ់ទន្សាយហូរពេលអាំងហើយក្លិនឆ្ងាញ់ធ្វើឲ្យពោះខ្ញុំគោអង្គម្ចាស់ទី9បំបីជើងទន្សាយមួយហើយនិយាយថាវេអ្នកញូម៉ាមុនខ្ញុំនឹងអាំងបន្តទេអ្នកញូម៉ាមុនទៅខ្ញុំលាបទឹកមាត់ហើយធ្វើជាមានសុជីវធម៌បន្តិចអង្គម្ចាស់ទី9ឈប់មួយផ្លែតប្រហែលគាត់ក៏ឃ្លានដែរហើយយកវាវិញខ្ញុំចង់វាខ្លួនឯងហេតុអ្វីខ្ញុំត្រូវធ្វើជាមានសុជីវធម៌បែបនេះខ្ញុំមើលទៅជើងទន្សាយផ្សេងទៀតមិនអីទេទន្សាយនៅសល់3ជើងទៀតហេពួកយើងបាន2ជើងម្នាក់ខណៈដែលខ្ញុំចិត្តយកវាប្រយ័ត្នក្តៅមកឲ្យខ្ញុំធ្វើវិញគាត់យកកាំបិតតូចស្អាតមួយចេញហើយដាក់ក្រដាសលើថ្មបន្ទាប់មកកាត់សាច់ទន្សាយយ៉ាងប្រុងប្រយ័ត្នភ្លើងបំភ្លឺមុខគាត់ធ្វើឲ្យគាត់មើលទៅដូចមនុស្សមកពីឋានសួគ៌គាត់ពិតជាស្រស់ស្អាតណាស់ខ្ញុំភ្លេចខ្លួនមួយផ្លែតប្រហែលខ្ញុំត្រូវបានសម្រស់គាត់ធ្វើឲ្យភ្លេចអស់ពេលអង្គម្ចាស់ទី9ឲ្យសាច់មកខ្ញុំក៏លោតទៅញូម៉ាភ្លាមអណ្ដាតខ្ញុំប៉ះម្រាមដៃគាត់ដោយចៃដន្យខ្ញុំភ្ញាក់ផ្អើលហើយអង្គម្ចាស់ទី9ក៏ដូចគ្នាពេលនោះខ្ញុំដឹងខ្លួនវិញមុខខ្ញុំក្រហមភ្លាមអង្គម្ចាស់ទី9មើលខ្ញុំវិញជៀសមិនមើលភ្នែកគាត់ហេតុអ្វីឈប់ញូម៉ាតើអ្នកគិតថាខ្ញុំឆ្ងាញ់ជាងម្ហូបមែនទេអៀនអត់បានគាត់សរសើរខ្លួនឯងថាឆ្ងាញ់ទៅវិញញូម៉ាហេតុអ្វីខ្ញុំមិនញូម៉ាខ្ញុំនិយាយខណៈដែលដាក់សាច់ចូលមាត់ជាបន្តបន្ទាប់រហូតដល់ពោះពេញអង្គម្ចាស់ទី9ខិតជិតមកហើយភ្នែកគាត់ភ្លឹបស្រាល
គាត់យកកន្សែងមួយចេញពីអាវខ្ញុំចាប់អារម្មណ៍ថាតើគាត់មានកន្សែងប៉ុន្មានហើយគាត់មើលខ្ញុំដោយសេចក្តីស្រឡាញ់ហើយញញឹមខណៈដែលលើកដៃជូតជ្រុងមាត់ខ្ញុំភ្ញាក់ផ្អើលបន្ទាប់មកទើបដឹងថាគាត់កំពុងជូតមាត់ឲ្យខ្ញុំអរគុណឈូសុខភាពអង្គម្ចាស់ទី9មិនទាន់សះស្បើយល្អទេមិនយូរបន្ទាប់ពីញូម៉ារួចគាត់អង្គុយផ្អែកជញ្ជាំងថ្មជិតភ្លើងដើម្បីសម្រាកនៅក្នុងថ្ងៃត្រជាក់និងមានព្រិលបែបនេះខ្ញុំបារម្ភថារាងកាយទន់ខ្សោយរបស់គាត់មិនអាចទ្រាំបានខ្ញុំចាប់ដៃគាត់ដោយដែលគិតវាត្រជាក់ណាស់ខ្ញុំខិតជិតហើយអោបចង្កេះស្ដាងរបស់គាត់បុរសនេះមើលទៅទន់ខ្សោយតែអ្នកណាដឹងថាគាត់មានសាច់ដុំចាំសិនខ្ញុំកំពុងកម្ដៅខ្លួនអ្នកដង្ហើមរបស់អង្គម្ចាស់ទី9មើលទៅមានការប្រែប្រួលរាងកាយគាត់ក្ដៅឡើងបន្តិចគាត់មិននិយាយអ្វីខ្ញុំគិតថាគាត់គេងទៅវិញហើយខ្ញុំមើលឡើងទៅគាត់តែឃើញគាត់កំពុងមើលខ្ញុំយ៉ាងជ្រាលជ្រៅហើយត្រចៀកគាត់ក្រហមបន្តិចខ្ញុំសប្បាយចិត្តណាស់មុខគាត់មើលទៅល្អជាងមុនអ្នកក្ដៅឡើងហើយឬបាទយប់នោះកន្លងទៅដោយស្ងប់ស្ងាត់ពេលខ្ញុំភ្ញាក់ឡើងព្រឹកមួយយើងនៅតែអោបគ្នាខ្ញុំមើលឡើងទៅអង្គម្ចាស់ទី9គាត់ក៏កំពុងមើលខ្ញុំដែរប៉ុន្តែខ្ញុំឃើញភ្នែកគាត់ឡើងខ្មៅអ្នកគេងមិនលក់ទេឬតែអាចជាសំឡេងខ្ញុំគេងរំខានគាត់បបោមាត់គាត់ញញឹមបន្តិចខ្ញុំគេងលក់ស្រួលណាស់ការមើលរបស់គាត់ធ្វើឲ្យមុខខ្ញុំក្ដៅឡើងខ្ញុំលោតឡើងភ្លាមហើយដើរទៅកាន់ច្រករោងបើនៅបន្តទៀតខ្ញុំប្រកាសជាគ្រប់គ្រងខ្លួនមិនបានពេលមើលទៅក្រៅខ្ញុំឃើញមានមនុស្សមកឈូមានមនុស្សមកហើយក្រៅពីបងខ្ញុំមានមនុស្សម្នាក់ទៀតដែលខ្ញុំមិននឹកស្មានព្រះនាងឆៅយ៉ាងពេលនាងឃើញថាខ្ញុំនិងអង្គម្ចាស់ទី9នៅរស់នាងដកដង្ហើមស្រាលប៉ុន្តែពាក្យដែលនាងនិយាយគឺអូអ្នកនៅរស់ទេខ្ញុំទៅមុខហើយគោរពនាងដោយស្មោះព្រះនាងដែលមានស្ថានភាពខ្ពស់ដល់ថ្នាក់មកស្វែងរកយើងផ្ទាល់ខ្ញុំពិតជារស់រំភើបណាស់ខ្ញុំមកសង្គ្រោះបងប្រុសទី9មិនមែនអ្នកទេអង្គម្ចាស់ទី9ញញឹមស្រាលខ្ញុំក៏ញញឹមហើយអរគុណព្រះនាងអរគុណព្រះនាងខ្ញុំឮគាត់ក្អកបេះដូងខ្ញុំតឹងឡើងដោយបារម្ភព្រះនាងគាត់មានអាការៈត្រជាក់យើងត្រូវហៅគ្រូពេទ្យរាជវាំងឲ្យបានឆាប់ព្រះនាងឆៅយ៉ាងមើលខ្ញុំដោយអារម្មណ៍ស្មុគស្មាញខ្ញុំនាំគ្រូពេទ្យមកសម្រាប់រឿងផ្សេងតែអាចឲ្យពួកគេពិនិត្យបងប្រុសទី9បានខ្ញុំច្របូកច្របល់បើជាគ្រូពេទ្យរាជវាំងត្រូវតែល្អហើយហេតុអ្វីមិនអាចប្រើបានបងខ្ញុំមកមុខហើយនិយាយថាអង្គម្ចាស់មកបានធ្លាក់ពីសេះម្សិលមិញរងរបួសក្បាលគ្រូពេទ្យរាជវាំងទាំងអស់កំពុងនៅក្នុងរាជវាំងខាងកើតខ្ញុំចង់ចិញ្ចើមបន្តិចអ្នកកំពុងបារម្ភអំពីអង្គម្ចាស់ឬខ្ញុំគ្រាន់តែគិតថាគាត់ត្រូវហាត់បន្ថែមដើម្បីកុំឲ្យធ្លាក់ពីសេះវិញប៉ុណ្ណោះអង្គម្ចាស់ទី9ងើបត្រង់ខ្លួនឡើងហើយការខកចិត្តនៅក្នុងភ្នែករបស់គាត់រលាយបាត់ដោយទឹកកករលាយតើគាត់នៅតែច្រណែនមែនទេខ្ញុំភ្លេចបង្វែរភ្នែកចេញមួយផ្លែតភ្នែកព្រះនាងឆៅយ៉ាងពោពេញដោយការចង់ដឹងចាប់មើលរវាងខ្ញុំនិងគាត់ទៅមកភ្លាមនាងញញឹមដូចដឹងអ្វីមួយទំនាក់ទំនងរបស់បងទី9និងវេពិតជាជ្រាលជ្រៅណាស់ខ្ញុំនៅតែចូលចិត្តអ្នកស្ទៀលមុនរឹងរូសនិងមិនគោរពនោះអង្គម្ចាស់ទី9សើចស្រាលហើយចាប់ដៃខ្ញុំដើរតាមគាត់យ៉ាងជិតស្និទ្ធ3ថ្ងៃក្រោយអង្គម្ចាស់ទី1ភ្ញាក់ឡើងវិញប៉ុន្តែខ្ញុំមិនគិតថាគាត់នឹងមកដល់ទីលានផ្ទះខ្ញុំឡើយអ្នកបម្រើខ្ញុំឈររារាំងគាត់អង្គម្ចាស់ព្រះអង្គបានភ្ជាប់ពាក្យជាមួយ Chen Anyi ហើយកញ្ញាធំរបស់ខ្ញុំក៏បានភ្ជាប់ពាក្យជាមួយអង្គម្ចាស់ទី9ដែរការចូលមកទីនេះនៅពេលនេះនឹងប៉ះពាល់ដល់កេរ្តិ៍ឈ្មោះអ្នកនាងខ្ញុំភ្នែកអង្គម្ចាស់មុតដូចចង់សម្លាប់មនុស្សចេញទៅខ្ញុំចង់ជួបវេកញ្ញាខ្ញុំមិនស្រឡាញ់អ្នកទៀតទេហេតុអ្វីអ្នកនៅតែបង្ខំទោះបីអ្នកបម្រើខ្ញុំខ្លាចក៏ដោយនាងនៅតែឈរមុខអង្គម្ចាស់បើមិនចង់ឲ្យយើងសម្លាប់អ្នកចេញទៅខ្ញុំចេញពីបន្ទប់ហើយឈរមុខអ្នកបម្រើខ្ញុំថយក្រោយសិនចាអ្នកបម្រើគិតក្នុងចិត្តថាអង្គម្ចាស់នេះដូចឆ្កែដែលចេះតែចេញកំហឹងបើនៅសម័យសពថ្ងៃគេនឹងត្រូវលុបចោលហើយប្រៀបធៀបអង្គម្ចាស់ទី9គួរឲ្យស្រឡាញ់ជាងច្រើនខ្ញុំត្រូវបញ្ចប់រឿងនេះឲ្យបានលឿនអង្គម្ចាស់មានអ្វីដែលអ្នកត្រូវការខ្ញុំបន្ទាបក្បាលឥឡូវនេះអ្នកមិនសូម្បីតែចង់មើលខ្ញុំទៀតទេឬពេលខ្ញុំងើបមើលគាត់វិញភ្នែកគាត់មានសេចក្តីសប្បាយបន្តិចខ្ញុំមានអារម្មណ៍ធ្ងន់ក្នុងទ្រូងខ្ញុំមិនធ្លាប់ឃើញគាត់បែបនេះពីមុនមកទេបើពីមុនបេះដូងខ្ញុំប្រកាសជាទន់ប៉ុន្តែពេលនេះមិនអាចទេខ្ញុំនិយាយយ៉ាងត្រជាក់អង្គម្ចាស់សូមគោរពខ្លួនផងខ្ញុំបានភ្ជាប់ពាក្យជាមួយអង្គម្ចាស់ទី9ហើយខ្ញុំមិនចង់ឲ្យគាត់យល់ខុសទេវេខ្ញុំបានសុបិនក្នុងនោះអ្នកសូមឲ្យព្រះបិតាចេញព្រះរាជបញ្ជាយើងបានភ្ជាប់ពាក្យហើយអ្នកក្លាយជាព្រះនាងបន្ទាប់មកខ្ញុំឡើងសោយរាជ្យហើយអ្នកក្លាយជាព្រះមហាក្សត្រីបន្ទាប់មកអង្គម្ចាស់ដូចជាចងចាំអ្វីមួយរាងកាយគាត់មិននឹងណមិនអាចបន្តនិយាយបានខ្ញុំដឹងច្បាស់ថាសុបិននោះបញ្ចប់យ៉ាងដូចម្ដេចគាត់សម្លាប់គ្រួសារខ្ញុំទាំង9ជំនាន់
ភ្លាមអង្គម្ចាស់ទី9លេចឡើងនិងឈរនៅចន្លោះយើងបេះដូងខ្ញុំស្រាលភ្លាមអង្គម្ចាស់ទី9លើកចង្កានិងនិយាយទៅអង្គម្ចាស់ព្រះអង្គម្ចាស់ក្សត្រីរបស់អ្នកកំពុងឈរខាងក្រោយសូមនៅឲ្យឆ្ងាយពីភរិយារបស់ខ្ញុំ Shen Annie ឈរខាងក្រោយយើងមិនដឹងតាំងពីពេលណាមកនាងស្លេកប៉ុន្តែនាងនៅតែញញឹមអង្គម្ចាស់ខ្ញុំស្វែងរកអ្នកគ្រប់ទីកន្លែងអង្គម្ចាស់មើលខ្ញុំជាលើកចុងក្រោយដោយអារម្មណ៍ស្មុគស្មាញបន្ទាប់មកដើរចេញជាមួយ Shen Annie អង្គម្ចាស់ទី9មើលខ្ញុំយ៉ាងទន់ភ្លន់វេកុំបារម្ភរឿងដែលអ្នកបំរើអ្នកនិយាយនឹងមិនកើតឡើងឡើយខ្ញុំនឹងការពារអ្នកនិងគ្រួសារអ្នកទាំង9ជំនាន់ខ្ញុំភ្ញាក់ផ្អើលភ្លាមអ្នកក៏អាចលឺគំនិតនាងដែរបាទអ្នកបំរើខ្ញុំភ័យខ្លាចអីអ្នកទាំងពីរលឺវាមែនទេបាទជើងនាងទន់ហើយបើមិនមាននរណាចាប់នាងប្រកាសជាធ្លាក់ដីអូខ្ញុំមិនចង់រស់ទៀតទេសមត្ថភាពពិសេសរបស់ខ្ញុំហេតុអ្វីមិនមែនខ្ញុំលឺគំនិតអ្នកដទៃតែជាអ្នកដទៃលឺគំនិតខ្ញុំវិញបើជាកញ្ញាធំលឺក៏មិនអីទេតែហេតុអ្វីអង្គម្ចាស់ទី9ដែលចេះគិតល្បិចក៏លឺដែរគាត់មិនប្រើឱកាសនេះដើម្បីសម្លាប់ខ្ញុំទេមែនទេអ្នកខ្ញុំតែងតែមានចិត្តល្អតើអ្នកមានការយល់ច្រឡំអំពីខ្ញុំឬគាត់និយាយបែបនោះបន្ទាប់មកភ្លាមដូចជាខ្សោយសន្លប់ខ្ញុំមិនដឹងថាអ្នកបំរើខ្ញុំសន្លប់ពិតឬសម្ដែងទេនាងដេកស្ងៀមមិនផ្លាស់ទីទេខ្ញុំសង្ស័យថានាងប្រើឱកាសនេះដើម្បីនៅជិតគាត់ប៉ុណ្ណោះប៉ុន្តែគាត់វិញមើលទៅភ័យខ្លាំងណាស់ពេលឃើញនាងសន្លប់អ្នកបំរើអ្នកមានអ្វីកើតឡើងខ្ញុំស្ទើរតែមិនអាចទប់សំណាយបានយើងគួរយកនាងទៅរកគ្រូពេទ្យអរគុណកញ្ញាខ្ញុំបង្វែរមុខហើយមើលអង្គម្ចាស់ទី9ដោយភ្នែកមិនពេញចិត្តកុំបំភ័យនាងបែបនេះអ្នកតែងតែការពារនាងក្នុងបេះដូងអ្នកមិនមានខ្ញុំទេភ្នែកអង្គម្ចាស់ទី9ក្រហមឡើងហើយគាត់បង្វែរចេញល្អខ្ញុំក៏ចង់សន្លប់ដែរខ្ញុំប្រញាប់ចាប់ដៃគាត់មានអ្នកនៅក្នុងបេះដូងខ្ញុំទាំងមូលពិតមែនឬពាក្យអ្នកមិនសូវមានភាពស្មោះត្រង់ទេខ្ញុំគិតមួយផ្លែតបន្ទាប់មកខិតជិតគាត់ហើយអោបកគាត់បន្ទាប់មកថើបស្រាលបែបនេះគ្រប់គ្រាន់ស្មោះត្រង់ហើយឬនៅ3ថ្ងៃក្រោយនៅយប់អាពាហ៍ពិពាហ៍ខ្ញុំមិនអាចទប់ខ្លួនមិនលេងសើចគាត់បានបងចូលចិត្តបោកអ្នកបំរើណាស់បងពិតជាមនុស្សមានល្បិចភាពទន់ខ្សោយរបស់បងគ្រាន់តែជាការសម្ដែងប៉ុណ្ណោះផែនការទាំងអស់របស់បងប្រើតែសម្រាប់អូនប៉ុណ្ណោះប្រពន្ធរបស់បងនៅក្នុងភាពងងឹតគាត់មើលខ្ញុំយ៉ាងជ្រាលជ្រៅយប់អាពាហ៍ពិពាហ៍មានតម្លៃដូចមាសសពប្រពន្ធកុំឲ្យយប់ដ៏ស្រស់ស្អាតនេះកន្លងផុតទៅដោយឥតប្រយោជន៍